ខ្ញុំបាទអឹកប៊ុនថនសូមជម្រាបសួរលោកអ្នកនាងដែលកំពុងតាមដានស្ដាប់កម្មវិធីព័ត៌មានពេលថ្ងៃត្រង់របស់ VOD ជាទីមេត្រីមេតិការព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃប្រហ័សទី16ខែកុម្ភៈឆ្នាំ2017នេះរួមមានលោកកឹមសុខថាមានអ្នកផ្ដល់យោបល់ឲ្យលោកទៅជជែកជាមួយលោកហ៊ុនម៉ាណែតដើម្បីបន្ថយភាពតានតឹងរដ្ឋាភិបាលប្រកាសថាការបង់ថ្លៃភ្លើងក្រោម 10,000 រៀលនឹងមិនអស់ថ្លៃសេវានោះទេរួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀតដែលនឹងជម្រាបជូនលោកអ្នកនាងស្ដាប់ជាបន្តបន្ទាប់លំដាប់តទៅនេះខ្ញុំបាទអឹងប៊ុនថនសូមជូនព័ត៌មានពិស្ដាមេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអះអាងថានៅថ្ងៃប្រហ័សនេះលោកនឹងដាក់ពាក្យបណ្ដឹងមួយករណីថែមទៀតប្តឹងលោកកឹមសុខជាអ្នកវិភាគនយោបាយដោយថាអ្នកវិភាគរូបនោះបានរិះគន់រដ្ឋាភិបាលអំពីការសម្លាប់អ្នកវិភាគនិងអ្នកធ្វើអត្ថាធិប្បាយជាបន្តបន្ទាប់ប៉ុន្តែលោកកឹមសុខដែលបានរងបណ្ដឹងនោះបានអះអាងថាលោកត្រៀមតតាំងក្តីនេះនៅតុលាការដោយមិនរត់ទៅណានោះទេប៉ុន្តែទន្ទឹមគ្នានោះនៅថ្ងៃនេះលោកបានដាក់ពាក្យពន្យាពេលសុំចូលបំភ្លឺដោយសារតែពិបាករកមេធាវីការពារក្តីលោកញឹមសុខនរាយការណ៍បន្ថែមអ្នកខ្លាំមើលពីការអភិវឌ្ឍសង្គមនិងនយោបាយលោកកឹមសុខដែលរិះគន់រដ្ឋាភិបាលឥតសំចៃមាត់នោះបានដាក់ពាក្យសុំពន្យាពេលចូលបំភ្លឺនៅតុលាការដើម្បីតតាំងក្តីនឹងលោកហ៊ុនសែនដោយថាខ្លួនមិនទាន់រកមេធាវីការពារក្តីបានសាលាដំបងរាជធានីភ្នំពេញបានបង្គាប់ឲ្យលោកកឹមសុខចូលបំភ្លឺនៅថ្ងៃសុក្រស្អែកនេះលោកហ៊ុនសែនបានប្តឹងអ្នកវិភាគរូបនោះពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដែលប្រឈមនឹងជាប់ទោស2 ឆ្នាំដោយទារជំងឺចិត្ត$50,000បណ្ដឹងនោះធ្វើឡើងបន្ទាប់ពីលោកកឹមសុខថ្លែងថាករណីបាញ់សម្លាប់លោកកែមលីអាចជាប់ពាក់ព័ន្ធទៅនឹងបកកណ្ដាលអំណាចក្រោយដាក់ពាក្យសុំពន្យាពេលចូលបំភ្លឺលោកកឹមសុខថ្លែងនៅព្រឹកនេះថាសំណុំរឿងរបស់លោកគឺពិបាកពឹងពាក់មេធាវីដោយសារតែពីបណ្ដឹងរបស់លោកហ៊ុនសែនប្រឆាំងនឹងរូបលោកផងហើយមួយវិញទៀតលោកក៏អត់មានលុយជួលមេធាវីនោះទេគឺមិនហ៊ានទទួលនឹងមែនហើយពិចារណាបារម្ភអំពីរឿងដែលក្តីរបស់ខ្ញុំនឹងវាដូចជាចំពេកសម្ដេចនាយករដ្ឋមន្ត្រីគាត់បញ្ជាឲ្យប្តឹងតែម្ដងហើយគណៈបកប្រជាជនកម្ពុជាប្តឹងពលរដ្ឋសាមញ្ញធម្មតាខ្ញុំអត់មានទួនាទីអីសោះបើតាមលោកកឹមសុខតុលាការនៅមិនទាន់ប្រកាសថានឹងយល់ព្រមពន្យាពេលចូលបំភ្លឺយ៉ាងណាដល់ឡើយទេលោកគីតិចមេធាវីការពារក្តីឲ្យលោកនាយរដ្ឋមន្ត្រីហ៊ុនសែនអះអាងថានៅថ្ងៃប្រហ័សនេះលោកបានទទួលសិទ្ធិឲ្យប្តឹងលោកកឹមសុខមួយករណីទៀតតែលោកសុំមិនបញ្ជាក់ថាតើពីបណ្ដឹងនោះប្តឹងពីបរិវ័យនិងទាមទារសំណងប៉ុន្មានពិតប្រាកដទីដោយថារងចាំដាក់ពីបណ្ដឹងរួចរាល់ទៅតុលាការជាមុនសិនប៉ុន្តែបើតាមគេហទំព័រ Fresh News ដែលគេស្គាល់ថាស្និទ្ធនឹងរដ្ឋាភិបាលនោះបានចុះផ្សាយថាលោកគីតិចដែលតំណាងឲ្យលោកហ៊ុនសែននោះបានដាក់ពីបណ្ដឹងប្តឹងលោកកឹមសុខមួយករណីទៀតបន្ទាប់ពីលោកកឹមសុខបានចោទប្រកាន់មកលើរដ្ឋាភិបាលថារដ្ឋាភិបាលបច្ចុប្បន្នបានបង្កើតឲ្យមានប្រព័ន្ធមួយដែលមានការសម្លាប់មនុស្សហើយរកមុខឃាតករមិនឃើញលោកកឹមសុខឲ្យដឹងដែរថាបើទោះបីជាលោកហ៊ុនសែនបន្តប្តឹងលោកបន្ថែមទៀតក៏ដោយតែលោកថាលោកនៅតែអត្ថាធិប្បាយឆ្លុះបញ្ចាំងពីការពិតដែលកើតមាននៅក្នុងសង្គមថាខ្ញុំមិនដូរជំហររឿងអត្ថាធិប្បាយអំពីសង្គមនិងនយោបាយទេទី1ទី2មិនរត់ទៅណាទេគុំថាឡើយដាក់មួយថែមទៀតដាក់100ថែមទៀតក៏ខ្ញុំមិនរត់ទៅណាដែរជំរាបជំហរច្បាស់លាស់របស់ខ្ញុំអំពីរឿងនេះនាយនាំពាក្យសមាគមអាត60លោកសំច័ន្ទគីបានលើកឡើងថាចំណាត់ការជាបន្តបន្ទាប់ទៅលើមន្ត្រីសង្គមស៊ីវិលនិងអ្នកវិភាគកន្លងមកនេះលោកថាជាការប្រើប្រព័ន្ធច្បាប់គំរាមកំហែងដល់សម្លេងអ្នករិះគន់ខ្ញុំយល់ថាគឺជាយន្តការរបស់រដ្ឋាភិបាលក្នុងការបង្ខិតបំភ័យដល់កម្មជនសិទ្ធិមនុស្សកុំឲ្យហ៊ានងើបតវ៉ាកុំឲ្យហ៊ានបញ្ចេញមតិរិះគន់អ្វីដែលរដ្ឋាភិបាលធ្វើខ្វះខាតទោះជាយ៉ាងណាកាលពីសប្តាហ៍មុនលោកហ៊ុនសែនថ្លែងជាសាធារណៈការពារថារដ្ឋាភិបាលមិនជាប់ពាក់ព័ន្ធទៅនឹងការបាញ់សម្លាប់លោកកែមលីនោះទេដោយលោកដាក់ជាសំណួរថាឃាតកម្មមួយកើតឡើងក្រោមការដឹកនាំរបស់លោកប្រជាប្រិយភាពវានឹងបានទៅលើនរណា
ក៏ប៉ុន្តែមហាជននៅតែដាក់ការសង្ស័យថាបើរដ្ឋាភិបាលមិនជាប់ពាក់ព័ន្ធទៅនឹងការបាញ់សម្លាប់លោកកែមលីនោះហេតុអ្វីបានជាជាងកន្លះឆ្នាំមកនេះរដ្ឋាភិបាលមិនអាចវេចមុខអ្នកនៅពីក្រោយគិតកម្មនេះមកផ្ដន់ទោសបានក្រៅពីជនសង្ស័យម្នាក់ឈ្មោះជួបសម្លាប់ដែលសមត្ថកិច្ចចាប់បានក្រោយការហេតុនោះខ្ញុំញឹមសុខន VOD ភ្នំពេញលោកនាងជាទីមេត្រីសំណុំរឿងលោកកឹមសុខដដាលនេះលោកកឹមសុខអះអាងថាមានអ្នកផ្ដល់យោបល់ឲ្យលោកទៅជជែកជាមួយលោកហ៊ុនម៉ាណែតកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននោះទៅថាអាចបន្ធូរបន្ថយស្ថានភាពតានតឹងនៅពេលនេះបាននេះជាការលើកឡើងរបស់លោកកឹមសុខបន្ទាប់ពីលោកបានដាក់ពាក្យសុំពន្យាពេលចូលបំភ្លឺនៅតុលាការនៅព្រឹកនេះកន្លងមកមានអ្នកទូរស័ព្ទមកខ្ញុំនឹងថាឥឡូវយើងគួរជជែកគ្នាគេប្រើពាក្យថាជជែកជាមួយអាយដាមហ៊ុនម៉ាណែតដើម្បីបន្ធូរបន្ថយភាពតានតឹងហើយខ្ញុំអត់មានទំនាស់អីជាមួយអាយដាមហ៊ុនម៉ាណែតជាបុគ្គលអីទេហើយទៅជជែកជាមួយគាត់បើតាមលោកកឹមសុខលោកអាចនឹងជជែកនៅក្នុងនាមជាលោកជាមួយនឹងតំណាងគណៈបកប្រជាជនកម្ពុជាណាម្នាក់ប៉ុន្តែធ្វើឡើងដោយសាធារណៈនៅតាមកញ្ចក់ទូរទស្សន៍ដែលលោកលើកឡើងថាអាចធ្វើឡើងនៅតាមទូរទស្សន៍ជាតិទូរទស្សន៍កឬក៏ទូរទស្សន៍បាយ័នរបស់កូនស្រីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនលោកអ្នកនាងជាទីមេត្រីសមត្ថកិច្ចបានចាប់ខ្លួនជនជាតិអង់គ្លេសករណីឆ្លងដែនចូលមកប្រទេសកម្ពុជាសមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ដែលគេចោទថាបានបាញ់សម្លាប់មនុស្សនៅក្នុងប្រទេសថៃហើយបានរត់ឆ្លងដែនចូលក្នុងទឹកដីកម្ពុជាតាមគេហទំព័រអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាកាលពីថ្ងៃទី15ខែកុម្ភៈម្សិលមិញនេះសមត្ថកិច្ចបានចាប់ខ្លួនជនជាតិអង់គ្លេសម្នាក់បញ្ជូនទៅកាន់សាលាដំបងរាជធានីភ្នំពេញដើម្បីសាកសួរតាមនីតិវិធីច្បាប់លោកលីសុផាណាអ្នកនាំពាក្យសាលាដំបងរាជធានីភ្នំពេញបានឲ្យដឹងថាព្រះរាជអាជ្ញាលោកសៀងសុកគឺជាអ្នកចាត់ការលើសំណុំរឿងនេះលោកបញ្ជាក់ថាជនសង្ស័យឈ្មោះញ៉ែលហាំបូប៊ីជាជនជាតិអង់គ្លេសអាយុ45ឆ្នាំរដ្ឋាភិបាលកម្ពុជាបានប្រកាសថារាល់ការទូទាត់ថ្លៃសេវាអគ្គិសនីតាមភ្នាក់ងារវិញតម្លៃក្រោម 10,000 រៀលនឹងមិនត្រូវបានគិតថ្លៃសេវាពីរដ្ឋនោះទេដោយថានេះជាយន្តការមួយដើម្បីកាត់បន្ថយការចំណាយដល់ប្រជាពលរដ្ឋខ្ទង់លានគ្រួសារកាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងថាពលរដ្ឋរាប់រយគ្រួសារដែលប្រើប្រាស់អគ្គិសនីតម្លៃក្រោម 10,000 រៀលនឹងអាចទូទាត់សេវានេះតាមរយៈភ្នាក់ងារវិញរបស់លោកអុកញ៉ាគិតមេងដោយមិនត្រូវបង់កម្រៃសេវានោះទេលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានសួរទៅកាន់អ្នកអុកញ៉ាគិតមេងថាថ្លៃទូទាត់អគ្គិសនីនេះបានអនុវត្តហើយនៅប៉ុន្តែនៅព្រឹកនេះបុគ្គលិករបស់ក្រុមហ៊ុនវិញបានប្រាប់ VOD ថាមិនទាន់អនុវត្តនោះឡើយទេដោយចាំសួរយោបល់ពីអុកញ៉ាគិតមេងជាមុនសិនព័ត៌មានជាតិនៅពេលនេះចប់តែប៉ុណ្ណេះVOD ព័ត៌មានឯករាជ្យព័ត៌មានអន្តរជាតិបន្តទៀតនេះជម្រាបជូនដោយលោកពៅមេតាព័ត៌មានអន្តរជាតិពីប្រទេសឥណ្ឌូនេស៊ីមានការរញ្ជួយដីនៅព្រឹកនេះរញ្ជួយដីបានកើតឡើង2ដងនៅព្រឹកថ្ងៃប្រហោះនេះនៅខេត្តអាសេជាខេត្តនៅភាគពីរយប់នៃប្រទេសឥណ្ឌូនេស៊ីគឺញ័រដោយការកើតឡើងកាលពីខែធ្នូកន្លងទៅក្រុមអ្នកភូមិសាស្ត្រអាមេរិកបានឲ្យដឹងថាការរញ្ជួយដីនេះគឺញ័រក្នុងកម្លាំង 5.1 និង 5.6 Richter គឺញ័រយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លីនៅម៉ោងប្រមាណ3 ទៀបភ្លឺនេះបើតាមសារព័ត៌មាន Channel New Asia ការកបាតក្រហមរបស់ឥណ្ឌូនេស៊ីបានថ្លែងថាផ្ទះរបស់ប្រជាពលរដ្ឋ2ខ្នងនៅតំបន់ PD Jaya បានបាក់រលំបណ្ដាលឲ្យមនុស្សចំនួន9នាក់រងរបួសកម្លាំងនៃការរញ្ជួយនេះបានញ័រនៅក្នុងតំបន់ផ្សេងៗជាច្រើនទៀតគឺញ័រក្នុងកម្រិតតិចតួចកាលពីថ្ងៃទី7ខែធ្នូឆ្នាំ2016រញ្ជួយដីបានសម្លាប់មនុស្សនៅឥណ្ឌូនេស៊ីអស់ជាង100នាក់និងបំផ្លាញអគារជាង 11,000 អគារដែលភាគច្រើនគឺជាផ្ទះរបស់ប្រជាពលរដ្ឋក្រុមអ្នកភូមិសាស្ត្ររបស់ឥណ្ឌូនេស៊ីបានបញ្ជាក់ថាការរញ្ជួយដីនេះមិនមានសញ្ញាគំរាមកំហែងដោយរលកស៊ូណាមីនោះទេព័ត៌មានអន្តរជាតិមួយទៀតយើងតាមដានពីចំណាត់ការរបស់ពួកយោធាទៅលើវត្តដែលមានភាពល្បីល្បាញមួយនៅក្រុងបាងកកនគរបាលនិងយោធាជាច្រើនពាន់នាក់ត្រូវបានគេដាក់ពង្រាយនៅជុំវិញវត្តដែលមានភាពចម្រូងចម្រាសមួយ
នៅជាយក្រុងបាងកកនៅថ្ងៃប្រហោះនេះបង្ហាញថាពួកគេត្រៀមក្នុងការវាយឆ្មក់ចូលដើម្បីចាប់មេដឹកនាំសាសនាដែលកំពុងមានវត្តមាននៅទីនោះការឡោមព័ទ្ធនេះធ្វើឡើងបន្ទាប់ពីមេដឹកនាំយោធាថៃលោកប្រយុទ្ធច័ន្ទអូចាបានចេញបញ្ជាដោយប្រើអំណាចពិសេសដាក់តំបន់នោះស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ពួកយោធាលបែងឆ្មាចាប់កណ្ដុររបស់ក្រុមអ្នកស៊ើបអង្កេតពួកយោធានិងអំណាចឥទ្ធិពលរបស់វត្តដាម៉ាកាយ៉ាឬហៅវត្តធម្មកាយនៅក្នុងក្រុងបាងកកនោះគឺចាប់ផ្ដើមជាច្រើនខែមកហើយបន្ទាប់ពីរងការចោទថាចៅអធិការវត្តនោះទទួលយកមូលនិធិដែលគេចូលបន់ជាលុយកខ្វក់ឬជាការលាងលុយទោះយ៉ាងណាអាជ្ញាធរហាក់នៅមានការស្ទាក់ស្ទើរក្នុងការវាយលុកទៅលើវត្តដែលមានសម្ភារៈទំនើបមានពុទ្ធបរិស័ទច្រើនទាំងថៃនិងប្រទេសផ្សេងចូលទៅគោរពប្រតិបត្តិវត្តនេះមានទំហំជាង400ហិកតាមានផ្លូវជាច្រើននៅក្នុងនោះផ្លូវមួយចំនួននៅជុំវិញវត្តនោះត្រូវបានបិទមិនឲ្យមានអ្នកធ្វើដំណើរចេញនិងចូលបានទេហើយសមត្ថកិច្ចត្រៀមចូលទៅចាប់អធិការនៃវត្តនោះដែលមានព្រះជន្ម70ព្រះវស្សាគឺព្រះតេជគុណដាម៉ាកាយូនេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP ព្រះតេជគុណដាម៉ាកាយូរងការចោទថាទទួលលុយកខ្វក់ប្រមាណ 1.2 លានបាតស្មើនឹងប្រមាណ$33 លានអាមេរិកពីម្ចាស់ភាគហ៊ុននៃធនាគារមួយដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារនៅព្រឹកថ្ងៃប្រហោះនេះទាហាននិងនគរបាលរាប់រយនាក់បានព្យាយាមចូលបិទផ្លូវសំខាន់នៅក្នុងវត្តគឺធ្វើឡើងភ្លាមតាមបញ្ជាពីនាយករដ្ឋមន្ត្រីប្រយុទ្ធច័ន្ទអូចាបើតាមសារអ៊ីមែលដែលអ្នកនៅក្នុងវត្តផ្ញើប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថានគរបាលនិងយោធានៅទីនោះមានប្រមាណ 4000 នាក់បានបិទមិនឲ្យមានការផ្ដល់ជំនួយនិងមិនឲ្យមានអ្នកចេញចូលនៅក្នុងវត្តនោះបានទេចំណែកព័ត៌មានអន្តរជាតិចុងក្រោយគឺអាជ្ញាធរម៉ាឡេស៊ីបានឃាត់ខ្លួនស្ត្រីទី2ដែលជាប់ពាក់ព័ន្ធករណីឃាតកម្មលើលោកគីមចុងណានជាបងប្រុសបង្កើតរបស់មេដឹកនាំកូរ៉េខាងជើងនេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋម៉ាឡេស៊ីប៊ឺណាម៉ាដែលបានចុះផ្សាយនៅថ្ងៃប្រហោះនេះដោយបានដកស្រង់សម្ដីពីមន្ត្រីនគរបាលអធិការនគរបាលលោកកាលីតអាប៊ូបាកាបានថ្លែងប្រាប់ប៊ឺណាម៉ាថាការឃាត់ខ្លួនជនសង្ស័យនោះគឺធ្វើឡើងកាលពីយប់ថ្ងៃពុធម្សិលមិញនគរបាលម៉ាឡេស៊ីបានឲ្យដឹងទៀតថាកាលពីថ្ងៃពុធពួកគេបានឃាត់ខ្លួនស្ត្រីកាន់លិខិតឆ្លងដែនជាលិខិតឆ្លងដែនរបស់វៀតណាមហើយថាពេលនេះពួកគេកំពុងតែស្វែងរកមនុស្ស2 ទៅ 3 នាក់ទៀតដែលជាប់ពាក់ព័ន្ធទៅនឹងករណីឃាតកម្មសម្រាប់បងប្រុសលោកគីមចុងអ៊ុនស្ត្រីដែលកាន់លិខិតឆ្លងដែនអាយុ28ឆ្នាំរូបនោះត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីសាកសួរជុំវិញករណីឃាតកម្មលោកគីមចុងណាននៅថ្ងៃប្រហ័សនេះនគរបាលបានបញ្ជាក់ថាពួកគេបានតាមដានពេញមួយយប់ទើបឃាត់ខ្លួនស្ត្រីរូបនេះលោកអ្នកអាចស្ដាប់ឬអានព័ត៌មាន VOD ឡើងវិញតាមរយៈគេហទំព័រ www.vodhotnews.comបាទលោកនាងជាទីមេត្រីកម្មវិធីព័ត៌មានពេលថ្ងៃត្រង់របស់ VOD ដែលផ្សាយជូនលោកនាងស្ដាប់នៅពេលនេះចាប់តែប៉ុណ្ណេះសូមលោកនាងរងចាំស្ដាប់ព័ត៌មានខ្លីរៀងរាល់ម៉ោងនិងព័ត៌មានពិស្ដារនៅម៉ោង 6 ល្ងាចនេះជាបន្តទៀតខណៈពេលនេះខ្ញុំបាទអឹកប៊ុនថននិងអ្នកបញ្ជាម៉ាស៊ីនផ្សាយរួមទាំងសហការីសូមអរគុណនិងសូមជម្រាបលា